ជីវិតពេលយប់របស់ខ្ញុំនៅប្រទេសចិនចាំមើលថ្ងៃនេះយើងនឹងទៅណាខ្លះជាមួយញូណារហដងឃើញខ្ញុំប្រើជីវិតទៅពេលថ្ងៃលើកនេះគឺយើងមកប្រើជីវិតនៅពេលយប់ជាមួយខ្ញុំម្ដងចាំមើលថាខ្ញុំនឹងទៅណាខ្លះដំបូងគេថ្ងៃហ្នឹងគឺយើងត្រៀមខ្លួនចេញមកញ៉ាំអីពេលល្ងាចជាមួយនឹងមិត្តភ័ក្តិញូណាយមិត្តភ័ក្តិញូណាយអញ្ជើញញូណាយមកញ៉ាំអីចឹងដោយសារតែយើងទៅមកពីខ្មែរអ្នកគ្នានិយាយទៅឲ្យតែញូណាយមកពីខ្មែរលើកណាណាបដចិនភ្លាមគឺមិត្តភ័ក្តិអូយគ្រប់គ្នាអ្នកគ្នាហៅទៅញ៉ាំអីរហូតហើយអ្នកគ្នាគិតមើលមិត្តភ័ក្តិមិនតិចណាមកចាំម្ដងដូចអែបអបចឹងអ្នកគ្នាពេលមកចឹងគឺអត់ចង់ប្រាប់មិត្តភ័ក្តិថាមកដល់ប្រទេសចិនទេបងចឹងនេះគេហៅចេញទៅញ៉ាំអីរាល់ថ្ងៃហ្មងនេះតង់ទី1គឺខ្ញុំញ៉ាំអីរួចហើយអ្នកគ្នានិយាយទៅចាប់ផ្ដើមញ៉ាំ6កន្លះរួចរាល់ហើយគឺម៉ោង7កន្លះជាងគឺយើងបន្តជាមួយនឹងការមកផឹកតែនេះមិត្តភ័ក្តិញូណៃបើកហាងលក់តែអ្នកគ្នាឃើញកែវទុយនៅកន្លែងគេដាក់តាំងអត់សិតតែគេសរសេរឈ្មោះសូម្បីតែញូណៃក៏មានកែវមួយនៅលើនឹងដែរអ្នកគ្នាខ្ញុំខ្មែរណាប៉ុន្តែគឺខ្ញុំចូលចិត្តផឹកតែចិនខ្លាំងមែនតើ是茶鹅吗？啊，好呗，那不用啊，这就是我们中国的茶，你看到没有？啊，中国的。ញូណាយឃើញខ្ញុំថតដាក់តាំងកាមេរ៉ាម្បាននេះសុំលោកមនមួយម៉ាត់ក៏អស់ចិត្តដែរអង្គុយផឹកតែនិយាយលេងឬដល់ហើយគឺយើងមកតជាមួយនឹងតង់ទី2អ្នកគ្នាដឹងម៉ោងម៉ាត់គឺម៉ោង11កន្លះយប់ឯណាគិតមើល Oh my god នៅរើសសាច់អាំងនៅហ្នឹងឯអ្នកគ្នាថ្ងៃនេះគឺយើងមកញ៉ាំសាច់អាំងចិននេះនិយាយទៅគឺកំងពីថាបែបហិលមួយអត់ហិលមួយមានច្រើនមុខខ្លាំងមែនទែនសំខាន់គឺខ្វះអត់បានហ្មងពោតអាំងជាមួយនឹងសាច់គោអាំងអ្នកគ្នាបាច់មកខមមិនទេថាចាយនឹងញ៉ាំច្រើនម៉ែកំងម្ដង2ថាសមានឯអ្នកគ្នាខ្ញុំយល់តែបន្តិចនឹងខ្ញុំយល់តែមឹកមកចកាជាមួយនឹងពោតមួយបាច់ចឹងណាអ្នកគ្នាវាបែបមួយបាច់ណាអ្នកគ្នាឃើញជាមួយនឹងសាច់គោមកចកា2 3ចកាអីចឹងទៅនិយាយទៅគឺខ្ញុំអត់សូវហ៊ានញ៉ាំច្រើនដោយសារតែម៉ោង11កន្លះយប់ឯអ្នកគ្នាគិតមើលយប់ជ្រៅណាមានណាលេងអីជាមួយជនជាតិចិនកំងមហូបម្ដងគឺហៀពេញតូអ្នកគ្នាខ្ញុំស្មានអស់ប៉ុណ្ណឹងឯណាមានណាចាំមើលមកស្ទុះទៀតគឺឡងពេញតូតែម្ដងទម្លាប់ខ្ញុំគឺញ៉ាំប៉ុណ្ណាគឺខ្ញុំយកប៉ុណ្ណឹងគឺខ្ញុំមិនយកឲ្យហៀសល់បោះចោលទេអ្នកគ្នាគឺអត់ខ្ជះខ្ជាយតែម្ដងប៉ុន្តែអ្នកគ្នាមើលមនុស្សមានតែប៉ុន្មានអ្នកណាហើយមើលកំងមហូបឡងពេញតូនេះឃើញទេអ្នកគ្នានិយាយទៅមករឿយហ្មងអ្នកគ្នាអត់ឈប់សោះមហូបមករហូតព្រោះអីស្រឡាញ់មែនទែនបងស្រីជនជាតិចិនគឺគាត់ទិញផ្កាកាឡាមឲ្យខ្ញុំមកតងអ្នកគ្នាផ្កាជ័រណាមានផ្កាមែនទែននេះផ្កាមែនទែនគាត់ខ្លាចទិញទៅគឺវាស្អុយបោះចោលអីចឹងអ្នកគ្នាបានគាត់ទិញផ្កានេះឲ្យខ្ញុំនិយាយទៅគឺខ្ញុំថតទៅថតមកនៅហ្នឹងហើយសប្បាយចិត្តមែនទែនដែលគាត់យកចិត្តទុកដាក់នឹងខ្ញុំនឹងមេសាឃើញទេដូចគាត់ស្វាគមន៍ដែលខ្ញុំមកកាន់ប្រទេសចិនអីចឹងណាអ្នកគ្នាហើយអ្នកគ្នាមើលខ្ញុំថតច្រើនពេកដល់ពេលហើយគាត់ឃើញខ្ញុំថតមានណានោះសងសានគាត់បងប្រុសហ្នឹងគឺគាត់ទិញឲ្យខ្ញុំទាំងអស់ហ្មងគឺម៉ៅយកមកទាំងអស់ហ្មងអ្នកគ្នាសាហាវមែនទែនអូយនិយាយទៅគឺបងប្រុសហ្នឹងគឺគាត់ល្អនឹងខ្ញុំខ្លាំងអ្នកគ្នាដើរទៅណាអួតគេរហូតថាខ្ញុំជាប្អូនស្រីអីចឹងថាខ្ញុំល្អមិនអីចឹងអូយអ្នកគ្នាខ្ញុំពិតជាអៀនមែនទែនហ្មងហើយឃើញអ្នកគ្នាឃើញខ្ញុំកាន់ថតអញ្ចឹងគឺខ្ញុំពិតជាមានអារម្មណ៍អរគុណនឹងគេហៅថារក្សាទឹកចិត្តរបស់គាត់ដែលគាត់បានទិញឲ្យយើងអញ្ចឹងគឺយើងសប្បាយចិត្តអញ្ចឹងអ្នកគ្នានិយាយទៅគឺគេមិនចាំបាច់ទិញក៏បានដែរ